កលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាជាសាកលវិទ្យាល័យឯកជនឈានមុខគេលើការបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតអន្តរជាតិសម្រាប់ការសិក្សាជាន់ខ្ពស់បង្កើតឡើងដំបូងដោយអានិកជនខ្មែររស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ1997និងដំណើរការតាំងពីឆ្នាំ2000មកសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាមានគោលដៅផ្តល់ការអភិវឌ្ឍនិងពង្រឹងធនធានមនុស្សនៃប្រទេសកម្ពុជាហើយដើរតួនាទីសកម្មក្នុងការកសាងប្រទេសជាតិសម្រាប់អ្នកជំនាន់ក្រោយដោយឡែកសាខាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាបកំពុងទទួលបានការគាំទ្រពីនិស្សិតមេដាដៃគូសហការនិងបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលជាន់ខ្ពស់នៅក្រៅប្រទេសដើម្បីពង្រឹងការបណ្ដុះបណ្ដាលស្របតាមទស្សនវិស័យផ្ដល់ការសិក្សានិងការស្រាវជ្រាវដែលមានគុណភាពខ្ពស់ផ្ដើមចេញអំពីការបង្រៀនដែលមានគុណភាពដែលស្របចេញអំពីសមត្ថភាពនិងបទពិសោធន៍របស់សាស្ត្រាចារ្យរបស់យើងបូកនឹងគេហៅថា learning quality and learning ហ្នឹងគឺថាគុណភាពនៃការរៀនផងដែរបាទមានន័យថាបើយើងផ្នែកអ្នកបង្រៀនអ្នកផ្ដល់ឲ្យហ្នឹងពូកែហើយប៉ុន្តែអ្នកដែលទទួលមិនស័ក្តិសមហ្នឹងក៏មិនអាចទទួលយកបានមានន័យថានិស្សិតបញ្ញាសាស្ត្រក៏ជានិស្សិតដែលយើងធ្វើការសម្រិតសម្រាំងជ្រើសរើសដែរបាទមិនមែនគាត់ឲ្យតែមានលទ្ធភាពថាគាត់បង់ប្រាក់គាត់សិតតែអាចបានរៀននៅទីនេះទេវិធីនៃការរៀននៅបញ្ញាសាស្ត្រគឺទាមទារឲ្យនិស្សិតគោរពវិន័យមានវិន័យវិធីនៃការរៀននៅទីនេះគឺទាមទារឲ្យនិស្សិតប្រឹងប្រែងដោយខ្លួនឯងបាទអញ្ចឹងមានន័យថាឲ្យនិស្សិតចេះគិតចេះរៀនចេះត្រេះរិះចេះពិចារណាដោយស្មារតីឯករាជ្យម្ចាស់ការខ្លួនឯងបាទអញ្ចឹងយោងទៅតាមនីតិវិធីនេះហើយធ្វើឲ្យគាត់คล้ายទៅជាមនុស្សដែលគេហៅថាមានការរីកដុះដាលទៅលើការជឿជាក់លើខ្លួនឯងបាទចេះគិតចេះពិចារណាដោយខ្លួនឯងចេះដោះស្រាយបញ្ហាដោយខ្លួនឯងបច្ចុប្បន្នប្រទេសកម្ពុជាជាពិសេសយុវជនកម្ពុជាកំពុងរតឹងរង់ចាំសមាហរណកម្មអាស៊ានឆ្នាំ2015សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្តសៀមរាបបានកំពុងបានបង្កើតកម្មវិធីសិក្សាកម្រិតតំបន់និងប្រទេសជឿនលឿនដើម្បីផ្ដល់ឲ្យនិស្សិតក៏ដូចជាយុវជនកម្ពុជាអាចត្រៀមខ្លួនក្នុងសមាហរណកម្មអាស៊ាននាចុងឆ្នាំ2015នេះខ្ញុំនៅតែនឹកឃើញអំពីពាក្យបុរាណខ្មែរដែលលោកថាចេះໄວចេះឲ្យប្រកបណាប្រកបជាហេតុចិញ្ចឹមជីវិតបានសន្តានញាតិជូលពឹងពំនឹងអើយមានន័យថាចេះអីក៏ដោយចេះឲ្យប្រកបណាបាទអ្នកចេះ10មិនស្មើនឹងអ្នកប្រសពមួយបាទអញ្ចឹងមានន័យថាពេលដែលយុវជនបានយល់អំពីខ្លឹមសារនេះធ្វើឲ្យគាត់អាចរសាយចិត្តក្នុងន័យថាបើគាត់ធ្វើអ្វីមួយគឺគាត់ត្រូវតែផ្ដោតសំខាន់ណាឲ្យចេះប្រកបវិជ្ជានៅអ្វីដែលខ្លួនធ្វើនោះអញ្ចឹងគាត់មិនបារម្ភក្នុងការដែលគាត់អាចប្រកបអាជីវកម្មដើម្បីចិញ្ចឹមខ្លួនចិញ្ចឹមគ្រួសារទេសាកលវិទ្យាល័យបញ្ញាសាស្ត្រយើងមានកម្មវិធីសិក្សានោះវាមានន័យថាកម្មវិធីសិក្សារបស់យើងគឺវាស្របទៅនឹងការប្រកួតប្រជែងនេះរួចទៅហើយដូចខ្ញុំបានលើកពីខាងដើមថាកម្មវិធីសិក្សារបស់យើងគឺមានកម្រិតជាស្តង់ដារជាសកលជាអន្តរជាតិនិស្សិតបញ្ញាសាស្ត្រgraduate បានន័យថាបញ្ចប់ការសិក្សានៅទីនេះគឺលោកបានជំនាញទាំង4ភ្ជាប់ក្នុងពេលតែមួយបាទជំនាញទាំង4នោះគឺទី1គឺខាងភាសាអង់គ្លេសហ្នឹងអញ្ចឹងហើយយើងឃើញថាកម្មវិធីសិក្សារបស់បញ្ញាសាស្ត្រនេះបានរៀបចំខ្លួនរួចជាស្រេចទៅហើយបាទដែលយើងបានផ្ដោតសំខាន់ទៅលើភាសាអង់គ្លេសនេះអញ្ចឹងយើងឃើញថានិស្សិតដែលចេញពីបញ្ញាសាស្ត្រអត់មានការបារម្ភពីរឿងភាសាអង់គ្លេសនេះទេបាទអញ្ចឹងនិស្សិតបញ្ញាសាស្ត្រទាំងអស់គឺគាត់យល់ជា basic ជាមូលដ្ឋានចំណេះដឹងពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទាក់ទងទៅនឹងកុំព្យូទ័រនេះបាទអញ្ចឹងគឺគ្រប់គ្នាទាំងអស់និស្សិតបញ្ញាសាស្ត្រទាំងអស់នោះគឺសិតតែជាអ្នកដែលគេហៅថាភ្ជាប់ខ្លួនទៅនឹងវិស័យបច្ចេកវិទ្យានឹងតែម្ដងបាទនោះទី2បាទទី3កម្មវិធីសិក្សារបស់បញ្ញាសាស្ត្រយើងបានផ្ដោតសំខាន់ទៅលើយើងហៅថា soft skill អញ្ចឹង soft skill នេះគឺវាមានជំនាញជាច្រើននៅក្នុងនោះណាដូចជាគេហៅថា
teamwork skill problem solving skill critical thinking skill leadership skill បាទសូមបញ្ជាក់ថាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ផ្ដោតទៅលើពិភពលោកនៃសន្តិភាពដែលគ្មានការប្រើប្រាស់អំពើហិង្សាសម្រាប់ការដោះស្រាយវិវាទរវាងបុគ្គលសង្គមរាជរដ្ឋាភិបាលនិងពង្រឹងសហគមន៍នៃអ្នកដឹកនាំនៅក្នុងទំនាក់ទំនងអន្តរជាតិមួយវិញទៀតគ្រឹះស្ថានអប់រំជាន់ខ្ពស់មួយនេះចាត់ទុកថាការអប់រំជាគន្លឹះដើម្បីបំពេញចក្ខុវិស័យនេះដែលមនុស្សមានការចេះដឹងខ្ពស់ពួកគេចូលរួមចំណែកក្នុងសង្គមការអប់រំជាមូលដ្ឋានគ្រឹះនៃការកសាងអាកប្បកិរិយារបស់បុគ្គលមានតែការអប់រំទេដែលអាចផ្ដល់ជំនាញនិងការអភិវឌ្ឍស្មារតីដែលបង្កើតសន្តិភាពនិងដំណើរការដ៏យូរអង្វែងសម្រាប់ប្រទេសជាតិ